វីដេអូនេះគឺសម្រាប់អ្នកថតទូរស័ព្ទហើយចង់កែពណ៌នៅក្នុងកម្មវិធី DaVinci ហើយនៅចុងវីដេអូក៏ខ្ញុំឲ្យ load មួយដែរគឺ free អូខេនេះគឺជា full take ដែលខ្ញុំបានថតចេញពីទូរស័ព្ទហើយ iPhone 16ហើយឥឡូវនេះយើងមកប្រើជាមួយនឹងកម្មវិធី Real Skill យើងប្រើតែមួយ Note ទេសម្រាប់ការកែពណ៌នេះគឺយើងប្រើនេះ preset look យើងប្រើ natural ហើយបន្ទាប់មកឥឡូវនេះ working color space នេះបើសិនជាយើងប្រើជាមួយទូរស័ព្ទយើងដាក់វា Morix 709 ធម្មតាមកតែបើសិនជាយើងប្រើជាមួយកាមេរ៉ាខ្ញុំប្រើជាមួយ DaVinci Wide ឬក៏ហើយនឹង DaVinci Intermediate អញ្ចឹងបើសម្រាប់អ្នកប្រើទូរស័ព្ទប្រើនេះល្អជាង 709 នេះណាទៅពេលយើងចុចដល់មកវា convert មក color ធម្មតាវិញហើយអញ្ចឹងហើយបន្ទាប់មកវាប្រកាសជាមាន highlight ឆេះហើយ contrast ក៏វាស្ទើរដែរអញ្ចឹងទូរស័ព្ទវាជួយកាត់ HDR អញ្ចឹងវាត្រូវការកាត់ balance គ្នាដើម្បីឲ្យរូបនឹងវាចេញមកស្អាតអញ្ចឹងវាត្រូវតែថយ highlight របស់យើងឬក៏ឡើង exposure ឡើងអីយ៉ាងទៅតាមទៅចិត្តវាព្រោះ auto ធម្មតាថតទូរស័ព្ទគឺថត auto អញ្ចឹងយើងត្រូវតែ compression តាមនឹងអញ្ចឹងខ្ញុំកែមកhighlight ឡើង S curve អូខេនៅក្នុងនេះអត់សូវមានពណ៌ក្រហមទេអញ្ចឹងខ្ញុំតម្លាក់ពណ៌ក្រហមតិចពណ៌លឿងឡើងវិញពណ៌បៃតងអត់មានទេក្នុងនេះអត់មានពណ៌បៃតងទេពណ៌ខៀវក៏អត់ដែរអញ្ចឹងយើងឡើងទៅមុខទៀតអណ្ដាប់ saturation អានេះយើងឡើងតិចតួចទៅបានហើយតែឡើងខ្លាំងពេកវាឡើងខ្លាំងដែរអញ្ចឹងយើងឡើងតិចទៅហើយសម្រាប់ដែលឧទាហរណ៍ថាលើរូបហ្នឹងយើងមានអារម្មណ៍ថាវាក្រហមពេកទៅអញ្ចឹងបើសិនជាក្រហមពេកកន្លែងនេះយើងអាចដូរ temperature វានេះលើគេនេះយើងអាចដូរ temperature វាមកយើងពេញចិត្តអ្នកខ្លះខ្លាញ់ខៀវអ្នកខ្លះខ្លាញ់លឿងអញ្ចឹងដូរតាមខ្លួនឯងចិត្តចង់អូខេខ្ញុំគិតតែប៉ុណ្្នេះទៅដើម្បីឲ្យវា balance គ្នាឲ្យវាអង្សរ shadow shoe អូតន់ចុចនេះហងពេលច្រើនអ្នកកែក្នុងទូរស័ព្ទគេអត់សូវចង់លេងពណ៌ច្រើនដូចកាមេរ៉ាទេព្រោះអីទូរស័ព្ទទី1វាស្អាតស្រាប់ហើយវាអត់មានតែត្រូវកែតែបើយើងចង់លេង color ដូច cinematic color travel យើងចង់បានបែប cinematic អីយើងចាំយកមកកែនៅក្នុងនេះបើសិនជាធម្មតាទេថតឲ្យក៏ប្រើបានដែរទូរស័ព្ទវាស្អាតស្រាប់ film grain ខ្ញុំមិនបាច់លេងទេព្រោះថតទូរស័ព្ទវាមិនចាំបាច់ប្រើ film grain ទេ Halation នេះក៏មិនបាច់លេងដែរបើយើងចង់លេងក៏លេងទៅតែបើលេងក៏បើអត់ទេក៏អត់ទៅអញ្ចឹងខ្ញុំបានប៉ុណ្្នេះហើយជាមួយខ្ញុំនឹងបិទភ្នែកវានេះ before នេះ after ខ្ញុំមិនដឹងថាទូរស័ព្ទខ្ញុំវាថតមកវា color វាមិនទេព្រោះ color ក្នុងទូរស័ព្ទវាឃើញស្អាតតែទៅពេលដាក់ចូល computer វាស្លេកចេះព្រោះអីវា convert auto ខ្លួនវាអញ្ចឹងខ្ញុំអត់បានបិទទេអាហ្នឹងគឺ mouse scene របស់វាហ្មងអញ្ចឹងខ្ញុំបើកភ្នែកមកគឺ color វាបានប៉ុណ្្នេះវិញហើយសម្រាប់អ្នកដែលគាត់ចង់បានលុតយកទៅប្រើ comment ពាក្យ smartphone មកចាំខ្ញុំផ្ញើឲ្យ